ពាក់ព័ន្ធលើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមិនប្រកាន់និន្នាការនយោបាយឲ្យតែប្រជាពលរដ្ឋយើងលោកមកទទួលសេវានៅថ្នាក់រដ្ឋបាលឃុំដូចជាសវត្ថបញ្ជាក់កំណើតឬអត្រាកូលដ្ឋានសវត្ថអាពាហ៍ពិពាហ៍បាទនឹងបញ្ជាក់ភាពនៅលាវពោះម៉ាយទៅធ្វើការជាការងារកម្មកររោងចក្រអីគ្រប់ប្រភេទខ្ញុំបានក្នុងនាមអាជ្ញាធរគឺផ្ដល់ជូនពួកគាត់គ្រប់បាទតម្រូវការរបស់ពួកគាត់អត់ឲ្យមានបញ្ហាខ្វះខាតទេបាទខ្ញុំមកកន្លងមកគឺថានៅរាល់ពេលប្រជុំក្រុមប្រឹក្សាឃុំប្រជុំក្រុមប្រឹក្សាឃុំប្រចាំខែនីមួយខ្ញុំតែងតែលើកគោលការណ៍នេះចាំបាច់បំផុតដែលជាតម្រូវការរបស់អ្នកភូមិទៅតាមរយៈលោកមេភូមិអនុភូមិសមាជិកភូមិពីព្រោះលោកទាំងអស់នេះខ្ញុំគ្រប់ខែទាំងអស់ដែលត្រូវប្រជុំក្រុមប្រឹក្សាឃុំអញ្ជើញពួកគាត់ដើម្បីចូលមករួមប្រជុំស្ដាប់នៃការប្រជុំរបស់ក្រុមប្រឹក្សាឃុំនិងការអនុម័តរបស់ក្រុមប្រឹក្សាឃុំនេះចំណុចទី1ចំណុចទី2ក្នុងថក់ពេលនោះខ្ញុំក៏លើកផ្សព្វផ្សាយជូនពួកគាត់ទៅតាំងពីមិនមែនតែសេវាសាធារណៈទេសូម្បីតែភូមិឃុំមានសមត្ថភាពក៏យើងឆក់ពេលឬឆ្លៀតពេលផ្សព្វផ្សាយជូនគាត់ទៅតាមដំណើររឿងនីមួយដែលតម្រូវការរបស់អ្នកភូមិឲ្យបានទទួលសេវាឆាប់និងលឿនរហ័សប្រាប់ពួកគាត់ថាបើចង់មកទទួលសេវាគ្រប់ប្រភេទដែលតម្រូវការរបស់អ្នកភូមិក៏ត្រូវពាក់ព័ន្ធលើឯកសារ2ដែលសំខាន់បំផុតដែលបញ្ជាក់ឲ្យបានលឿនហើយច្បាស់ទី1គឺសវត្ថកំណើតទី2គឺអត្តសញ្ញាណប័ណ្ណហ្នឹងហើយដែលជាកត្តាសំខាន់បំផុតគឺជាសម្គាល់នៃអត្តសញ្ញាណរបស់ខ្លួនឯកសារទាំងពីរនេះនឹងត្រូវលឿនហើយអញ្ចឹងខ្ញុំបានជំរាបជូនទៅដល់លោកមេភូមិគ្រប់ភូមិអញ្ចឹងទៅហើយគាត់យកទៅផ្សព្វផ្សាយអញ្ចឹងទៅហើយគាត់ដូចពីព្រឹកហ្នឹងដែរព្រឹកហ្នឹងគាត់មកទទួលយើងធ្វើឲ្យគាត់លឿនអត់មានពិបាកទេ